ទំនងដល់បងប្អូនអើយចាក្រហមខាប់ចាមើលទឹកខ្ទិះហ្នឹងណាចាដែលគេហៅថាស៊ុបយ៉ាហនចាស៊ុបយ៉ាហនខ្មែរយើងណាចាពេញនិយមមែនទែនជាពិសេសចាជួបជុំបងប្អូនចាបានទឹកស៊ុបយ៉ាហនចាស៊ុបយ៉ាហននេះគឺហុំហត់បែកខ្ទិះហ្មងចាជាដំបូងនេះគឺខ្ញុំដាំទឹកចាដាំទឹកយកធ្វើទឹកស៊ុបសិនណាចឹងទឹកស៊ុបយើងអាចធ្វើជើងមាន់ក៏បានសាច់ជ្រូកក៏បានតាមការចូលចិត្តហើយខ្ញុំដាក់ខ្ទឹមក្រហមខ្ទឹមបារាំងដែរចាដើម្បីឲ្យស៊ុបហ្នឹងវាអត់ឆ្អាបហើយដោយសារនេះខ្ទិះដូងនេះគឺម្ដាយនាងខ្ញុំគាត់ពូតទៅវាច្រើនអញ្ចឹងក៏ខ្ញុំដាក់បង្ងាស់ជាមួយនឹងចាស៊ុបទឹកស៊ុបហ្មងទៅចាកុំឲ្យខាតសិនបើបងប្អូនទិញពីផ្សារមកអានឹងយើងអត់បង្ងាស់ចូលទេយើងចាំធ្វើជាមួយទឹកស៊ុបតែម្ដងចាហើយគ្រឿងចាមានដូចជាផ្គាមានជាមឹកសាច់គោចាតាមបងប្អូនចូលចិត្តប្រហិតត្រីប្រហិតអីទៀតមកគឺអែមហ្មងចានេះគឺខ្ញុំខ្ទឹមច្រាមពងដើម្បីយើងធ្វើយ៉ាហនចាចឹងយើងដាក់នេះគឺម្ទេសឆ្អើរចាម្ទេសឆ្អើរយើងណាបងប្អូនដាក់មកល្មមទៅដាក់ពណ៌តែបងប្អូនពេញចិត្តចឹងទៅតែកុំដាក់ច្រើនពេកដាក់ច្រើនក៏ប្រហាំងដែរចាបាត់ល្មមតែចំនួនដែលយើងគិតថាប៉ុណ្ណឹងក៏ហមហើយចាយើងរំលែងវាបង្ងាស់វាឲ្យវាឈ្ងុយជាមួយខ្ទឹមហ្នឹងទៅចាចាំសឹមចាដាក់គ្រឿងបន្ទាប់ទៀតចូលចាចឹងនេះបងប្អូនខ្ញុំលេងវាឲ្យឈ្ងុយអម្ទេសនឹងឡើងក្រហមហើយបានខ្ញុំឆ្កេះកាពិចានេះគឺខ្ញុំប្រើកាពិខ្មែរចាគឺឈ្ងុយល្អមែនទែនកាពិកែវខ្មែរយើងហ្នឹងចាចឹងមកលេងកាពិនឹងចូលជាមួយនឹងទៀតចាអញ្ចឹងបងប្អូនដែលអត់ទាន់ធ្វើអាចសាកធ្វើបានស៊ុបយ៉ាហនគឺងាយស្រួលទេនេះខ្ញុំប្រើសាតេខ្ញុំទិញសាតេពីផ្សារមកខ្ញុំដាក់មកស្វីយលឡើងពេញអញ្ចឹងទៅគឺល្មមហើយចាបងប្អូនចាគឺដាក់សាតេបើអត់ដាក់សាតេគឺអត់ឆ្ងាញ់គេដាក់សាតេគឺវាឈ្ងុយកាពិឈ្ងុយសាតេឈ្ងុយអីបន្ទាប់មកសាតេហ្នឹងចាខ្ញុំដាក់បន្ថែមសណ្តែកដីទៀតចាបន្ទាប់បើដាក់សណ្តែកដីទៅវាកាន់តែឆ្ងាញ់ណាចាបើសិនបងប្អូនដាក់ទៅបានដែរតែខ្ញុំចូលចិត្តសណ្តែកដីច្រើនចឹងខ្ញុំដាក់បន្ថែមទៀតពេលយើងញ៉ាំជាមួយនំចុកទៅប៉ះសណ្តែកដីហ្នឹងអូខេឆ្ងាញ់មែនតើចាបន្ទាប់មកគឺយើងប្រើស្ករត្នោតខ្មែរយើងហ្នឹងចាំមកងក់បកោទៅថែមទៀតតែវាឡើងឈ្ងុយមកតង់ទៀតអូចាចាស៊ុបហ្នឹងគឺឈ្ងុយមែនទែនសាគ្រឿងឈ្ងុយបងប្អូនចាបន្ទាប់មកគឺយើងប្រើទៅដោះគោខាប់បន្តិចចាដាក់ចូលវាផ្អែមមុតឆ្ងាញ់ហើយវាឈ្ងុយចាចេះសាគ្រឿងឈ្ងុយគ្រឿងឆ្ងាញ់ចូលទាំងអស់ចាជាយើងបង្ងាស់វាយើងកូរវាចឹងហើយចាអានេះគឺខ្ញុំចាក់ទៅដោះគោស្រស់បន្ថែមទៀតបងប្អូនដោយសារខ្ទិះខ្ញុំវាស្ទើរដែរចាអញ្ចឹងខ្ញុំដាក់បើសិនបើបងប្អូនមានខ្ទិះដូងកន្លែងនេះបងប្អូនដាក់ខ្ទិះដូងចូលហើយយើងលួចទៅដោះគោស្រស់បន្តិចទៅគឺបានតែខ្ញុំខ្ទិះដូងខ្ញុំដាក់មួយសាច់មាន់ហើយអញ្ចឹងខ្ញុំដាក់ទឹកដោះគោស្រស់តែម្ដងហើយខ្ញុំប្រើមិញគឺប៊ីចេងស្វាបស្ករសបន្ថែមទៀតវាមុតចាខ្ញុំអត់ប្រើម្សៅស៊ុបទេគឺខ្ញុំប្រើរសជាតិបែបខ្មែរសាមញ្ញធម្មតាចាយើងបង្គាស់វាឲ្យឆ្អិនបែបហ្នឹងទៅចាទឹកស៊ុបយើងចាបន្ទាប់មកគឺខ្ញុំដាក់នេះបងប្អូនខាប់ប៉ុណ្ណឹងហើយចាបន្ទាប់មកទៀតទើបយើងសឹមលើកវាដាក់ឆ្នាំងនេះទឹកស៊ុបយើងនេះចាក់ចូលក្នុងទឹកស៊ុបមាន់យើងហ្នឹងមកចាបងប្អូនភ្លក់មើលប្រែផ្អែមតាមការចូលចិត្តណាចាតែប៉ុណ្្នឹងគឺហើយបងប្អូនតែប៉ុណ្្នឹងទេចាហើយភ្លក់មើលទៅផ្អែមប្រែតាមការចូលចិត្តគឺបានហើយទឹកស៊ុបហ្នឹងចាហើយបន្លែបងប្អូនអាចជ្រើសរើសបន្លែដែលបងប្អូនចូលចិត្តបានចាតែយ៉ាហនយើងញ៉ាំមួយចុកក៏បានចាចង់ញ៉ាំមួយមីក៏បានខ្ញុំគិតថាសាក្រួយខ្ញុំញ៉ាំមួយមីគឺឆ្ងាញ់ហើយទឹកនេះខ្ញុំប្រើទឹកទៅហូរជាមួយបុកជាមួយទឹកត្រីកោះកង់ណាចាប៉ុន្តែយើងអត់ដាក់ទឹកត្រីចូលឲ្យវាប្រៃហើយបើសិនមកខ្ញុំគិតថាប្រើទឹកកាពិធ្វើទុំចាក៏ឆ្ងាញ់ដែរអូខេហើយខ្ញុំបន្លែរបស់នាងខ្ញុំគឺមានផ្សិតមានតកួនមានផ្លក់ចយមានអីចឹងទៅចាបងប្អូនចូលចិត្តបន្លែដាក់បន្លែហ្នឹងទៅគឺអត់ទាស់ទេចាហើយអូបានសាច់គោយើងកូរខ្វិចអញ្ចឹងទៅអូបងប្អូនឆ្ងាញ់មែនទែនហ្មងចាស៊ុបយ៉ាហននេះគឺយើងញ៉ាំទឹកស៊ុបវាអត់សូវឆ្ងាញ់ហ្មងទេចាបាច់យើងញ៉ាំដូចនាងខ្ញុំនេះចាញ៉ាំបន្តិចទៅជ្រលក់ញ៉ាំបន្តិចជ្រលក់ហ្នឹងគឺឆ្ងាញ់ជាងចានំបញ្ចុកនំអីហ្នឹងគឺយើងជ្រលក់ចូលក្នុងឆ្នាំងតែម្ដងគឺឆ្ងាញ់មែនទែនចាជាវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនចារបៀបធ្វើស៊ុបយ៉ាហនងាយស្រួលចាបងប្អូនចង់បានម្ហូបអីទៀតខមមិនចូលក្នុងខាងក្រោមមកនេះខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនបន្តទៀតបានចាអរគុណចាពុកម៉ែបងប្អូនដែលតាមដានចាវីដេអូនេះចាអរគុណជម្រាបលាបាយបាយ
Ôi bố sân. Nhưng mà Ôi bố sân coi bố sân. Quên đó bà. Bài một ngày em toàn đá ọc tiếng. Kêu một nè. anh nhớ lịch sử kia đi mới đặt chỗ Cho ăn nó con nè. Nè, mặc ở đây trong nhang mặc ấy. Mặc ở đây nhang mặc đây hả thế? ở trên nằm mặt kia Đây mặc kia. Nhang mặc. không đây Ini bắt thập đây nè nè. sư ai nói bà Ồ lồi với nhắm chăng hả? sư đi với chàng nha Nè nè mặc. Nhang mặc kia ấy. Cái đẹp kia nè nhang con. sư mặt kia mới chết đã mà mới chết quá trời phát cho vãi quá trời văn mẹ vậy nhớ thơ bây giờ tôi đi trong cái thơ văn mẹ này văn mẹ này ủa chặt mùi